ទាំង3នាក់ហើយញោមយាយហ្នឹងយាយរបស់លោកគ្រូណៃហ្នឹងហើយថ្ងៃនេះស្មារតីទាំង3វត្តគឺវត្តប្រាសាទនាងខ្មៅមក2អង្គមួយព្រះអង្គច័ន្ទសំណាងហើយនឹងវត្តកែវឧត្តមហៅវត្តស្វាយមកពីខេត្តកណ្ដាលហើយនឹងគុំចាស់ព្រះអង្គចន្ទរានៅខាងវត្តប៉ាលីឡៃនៅខាងស្រុកជុំគិរីខេត្តកំពតហើយបាននិមន្តមកដល់ផ្ទះលោកគ្រូហើយដោយបានអញ្ជើញលោកគ្រូកពូលពេជ្រហើយនឹងលោកគ្រូអៀងមកសួរសុខទុក្ខមួយគ្នាណាលោកគ្រូណាព្រោះសិនអ្នកជបីជើងចាស់ពីបរមបុរាណមកហើយជួបគ្នាថ្ងៃនេះក៏មិនប្រកាសថាថ្ងៃក្រោយនឹងបានជួបគ្នាទៀតដែរចាស់ហើយអាត្មាភាពគ្រប់អង្គហ្នឹងក៏ស្រឡាញ់រាប់អានលោកគ្រូហើយចំពោះលោកគ្រូណៃនេះអាត្មាមានបំណងហ្នឹងចង់មកស្គាល់យូរហើយចង់មកស្គាល់ឲ្យដល់ផ្ទះរឿងស្គាល់សម្លេងរឿងស្គាល់មុខស្គាល់មាត់ហើយធ្លាប់ជួបអីគឺធ្លាប់ជួបហើយប៉ុន្តែអត់ដែលបានមកដល់ផ្ទះអញ្ចឹងថ្ងៃនេះបាននិមន្តមកដល់ផ្ទះជាការសួរសុខទុក្ខលោកគ្រូហើយក៏មានទេយ្យទានមានអង្គមានមីមានភេសជ្ជៈមានទឹកដោះគោទឹកត្រីទឹកស៊ីអ៊ីវហើយនឹងបច្ច័យខ្លះទៀតសម្រាប់ជូនលោកគ្រូទុកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណាហើយលោកគ្រូគឺជាចាស់ប្រធាចារ្យជាអ្នកចបីដងវែងដែលសល់ពីបរមបុរាណមកចឹងអាត្មាស្រឡាញ់រាប់អានពោះវិស័យសិល្បៈគឺចបីដងវែងនេះផងហើយជាការលើកទឹកចិត្តដល់លោកគ្រូណាឥឡូវថ្ងៃនេះបានមកជុំគ្នាហើយលោកគ្រូគង់ណៃក៏មានបានបង្ហាត់បង្រៀនកូនសិស្សច្រើនទាំងកូនហើយនឹងចៅទៀតណាចៅសម្រាប់បន្តវេននៅក្នុងការទ្រទ្រង់វិស័យសិល្បៈចបីដងវែងនេះឥឡូវហ្នឹងថ្ងៃនេះមកទាំង3វត្តហ្នឹងហើយក៏ដើម្បីកំដរបរិយាកាសនឹងក៏ដើម្បីបានជាឯកសារឬក៏ជាវីដេអូទុកសម្រាប់ក្មេងៗចំនួនក្រោយព្រោះខ្សែអាតវីដេអូក្តីសម្លេងក្តីនឹងសល់ទុករាប់រយឆ្នាំសម្រាប់ក្មេងចំនួនក្រោយសូម្បីអាត្មាអស់ជីវិតទៅក៏នៅសល់ខ្សែអាតនឹងផងដែរក៏ដើម្បីបានលោកគ្រូផ្សព្វផ្សាយជួយលើកស្ទួយដល់វិស័យសិល្បៈរបស់ខ្មែរយើងគឺផ្នែកចបៃនេះក៏ហើយតាមដែលអាត្មាដឹងមកគឺផ្នែកចបៃនេះមិនមែនមនុស្សធម្មតាចេះតែទេអត់ទេអត់មានដងអត់មាននិស័យអត់មានចំណូលចិត្តហើយនឹងអត់មានចំណេះដឹងគឺมันអាចលេងបានទេមិនចឹងគ្រូក៏មានចំណេះដឹងហើយមាននិស័យហើយមានចំណូលចិត្តលើនឹងទៀតព្រោះចបៃនេះគឺត្រូវការប្រើបញ្ញាប្រើគំនិតទាំងពាក្យពេចន៍ទាំងឃ្លោមឃ្លាហើយនឹងចំណេះដឹងផ្លូវលោកផ្លូវធម៌ហើយនឹងជំនាញខាងដេញចបៃនឹងទៀតអញ្ចឹងថ្ងៃនេះបានជួបលោកគ្រូទាំង3ក៏លោកគ្រូអែលបៀនហៅលោកតាកពូលពេជ្រគាត់អញ្ជើញមកពីខេត្តពោធិ៍សាត់ក៏ដែលល្បីយូរហើយប៉ុន្តែបាត់ប្រភពយូរទៅតែងើបឡើងមករយៈការកន្លងមកនេះព្រោះកាលពីខែមុនអាត្មាបានអញ្ជើញគាត់មកច្រៀងនៅវត្តប្រាសាទនាងខ្មៅហើយលោកគ្រូអៀងក៏ឮតែឈ្មោះដែរអាត្មាក៏ទៅជួបលើកហ្នឹងដែរលោកគ្រូអៀងបាទអញ្ចឹងថ្ងៃនេះបានអញ្ជើញលោកគ្រូទាំង3មកលោកគ្រូទាំងពីរមកសួរសុខទុក្ខលោកគ្រូមួយមកជាមួយអាត្មាអញ្ចឹងបានជួបគ្នាទាំង3សតនៈចបៃសូមឲ្យលោកគ្រូហ្នឹងសម្ដែងសិល្បៈចបៃឆ្លងឆ្លើយគ្នាតាមទឹកចិត្តតាមបទរបស់លោកគ្រូចុះតាមទឹកចិត្តរបស់លោកគ្រូចង់ច្រៀងពីអីក៏ច្រៀងតាមតាណាហ្នឹងណាលោកគ្រូណាក៏អរគុណច្រើនលោកគ្រូឥឡូវសូមអញ្ជើញទៅហើយតាមពេលវេលាលោកគ្រូអាចលៃបានប៉ុណ្ណឹងប៉ុន្តែមិនចាំបាច់រាប់ម៉ោងទេដោយសារលោកគ្រូសិតចាស់ហើយណាលោកគ្រូណាតាមពិតទៅមិនគួរណាឲ្យលោកគ្រូសំដែងទេព្រោះចាស់ហើយប៉ុន្តែដោយសារចង់បានខ្សែអាតវីដេអូហ្នឹងទុកសម្រាប់ក្មេងៗណាលោកគ្រូណាតាមកម្លាំងហើយនឹងតាមអធិស្ស្រ័យរបស់លោកគ្រូចោះមិនកំងទៅរួចបានហើយប៉ុណ្ណឹងទៅរួចប៉ុណ្ណា5ម៉ោងអីទៅបានហើយអញ្ចឹងតើលោកគ្រូតើសូមអញ្ជើញឥឡូវនេះនេះចាប់មកយក
បឋមសូមថ្វាយបង្គំដឹកគុណព្រះពុទ្ធទេដឹកគុណព្រះធម៌ដល់បរិសុទ្ធបង្គំព្រះសង្ឃជាធិបតីនឹងសូមក្រាបសំពះប្រគុណម្ចាស់ដែលគង់នៅក្បែរចិត្តអ្នកជាបៃជាបឋមសូមទ្រង់មេត្តាប្រណីព្រោះអីមនុស្សចាស់គឺខ្វះវិជ្ជាជួនមានផ្លាំងផ្្លាត់សំលេងចេញតាមមាត់ឃើញថាมันសមដាតរលាស់ទៅផន់ច្រឡំសូមគ្រប់ព្រះអង្គទាំងអស់មេត្តាបើមានខុសត្រូវបន្តិចបន្តួចសូមបកករណាអណិតនៅសូដល់អង្គយាទាំង3អាត្មាសុទ្ធតែជារីបើកាងនៅក្មេងសំលេងល្អក៏ពីរួងស្មារតីខ្ពង់សតិអារម្មណ៍មូលធម្មតារបស់ចាស់ឃើញថាมันស្រួលมันខុសពីវត្ថុដតីឡានក៏ដោយម៉ូតូក៏ដែរវាมันខុសគ្នាទេវត្ថុលងក្នុងរមេឃសពថ្ងៃតែដល់ប្រើប្រាស់យូរពេកក្រៃលែងអីវាលោកក្បាលវូស៊ីបេស្តុងនឹងគឺគ្រឿងម៉ាស៊ីនជាវត្ថុធម្មតាដូចអ្នកស្រែចំការធ្លាប់ប្រើប្រាស់កាលពីចំនួនចាស់ប្រើរទេសគោរទេសកបីមួយខែ2ខែបើមិនមើលផងប្រកាសជាលោកឆ្លងហើយពឹងអីมันថាតែវត្ថុដតីអេអើយសូមតែខ្ញុំក៏ណាចម្រៀងជាបៃទៅច្រៀងយូរថ្ងៃលោកបំពង់កោដោយថ្ងៃនេះខ្ញុំបកករណាជាអ្នកវោហាទាំង3ប្រាណអើយស្រាប់ចូលប្រសង់ដីកាដែលបានអានថាបានតាក់ទងខ្ញុំក៏ណាទាំង3ហើយបើកទៅតាមចំណុចចេះចាំបើចឹងច្រៀងទៅតាមចំណាំអត់បានកំងថាវារឿងអីមិនដែរយ៉ាងប្រពន្ធណាបើចឹងលោកបងហើយនឹងលោកប្អូនត្រៀមប្រុងខ្លួនចង់ដល់ប្រោះថ្លៃតែមុននឹងយើងចង់ច្រៀងអីត្រូវរក្សាចិត្តឲ្យបានមោះមុតកុំឲ្យផិតភ័យបើចង់ដឹងអីយើងថាពីនឹងតែខ្ញុំមិនបានបើកទលាយព្រោះពេលនេះមិនមានជាពេលវែងឆ្ងាយពេលខើចណាស់យើងក៏ដឹងថាដឹកគុណម្ចាស់បើសិនជាខ្វះមួយរាត្រីរដូវនេះជារដូវវស្សាបករណាត្រូវតែគម្រប់បានខែ3បំបានកាន់វត្តមួយរាត្រីបុរាណលោកស្ដីថាដាច់វស្សាបើផូននឹងបងដឹងប្រកាសធ្វើម៉េចឲ្យលោកបានវិលទៅវត្តក្នុងល្ងាចនឹងសំណូមពរខ្ញុំគឺឲ្យចឹងពេលនឹងគឺជាពេលខាចខ្លីរៀបកាប់ខ្លួនយោងតាមឃ្លាឥឡូវជួបគ្នាហើយទាំង3ឬមួយបងប្អូនទាំង2នាក់មានការវ័យសុំចាប់ចបៃបន្តទៅចុះហើយអើងសូមចាប់ចបៃបន្តទៅចុះហើយ
តបពីនឹងខ្ញុំគង់ណៃសូមលើកហាត់ក្រាបថ្វាយបង្គំទីគុណម្ចាស់លោកជាធំបានមកដល់គេហដ្ឋានខ្ញុំអពេកក្រៃទីគុណម្ចាស់វត្តប្រាសាទនាងខ្មៅទីគុណម្ចាស់វត្តស្វាយទីគុណម្ចាស់វត្តប៉ារីឡៃមកសួរសាកសួរសុកទុកគឺខ្ញុំបករណាគង់ណៃដូចគុណមិនចេះចង់បានជាបៃឲ្យច្រៀងឆ្លើយឆ្លងទាំង3រក្សាទុកមិនឲ្យបាត់បង់សោះឡើយនៃជាបៃជាវត្តវប្បធម៌សម្បត្តិវប្បធម៌យើងបុរាណឥឡូវយល់ទៅតាមពេលវេលាខ្លីខ្ញុំគង់នៃកើតសង្ការលើកសំណួរសួរឲ្យបងកំពូលពេជ្រដោះសារយល់ទៅតាមពេលវេលាខ្លីខ្ញុំបានសង្ស័យឲ្យអំពីភពការមានប្រមាណភពសុំបងស្ដីយល់ទៅតាមពេលវេលាខ្លីបងចាប់อย่าไปឆ្លើយពីរឿងភពអើយអីអើយបងចាប់อย่าไปឆ្លើយពីរឿងភពអើយខ្ញុំបាទកំពូលលីពេជ្រសុំឆ្លើយបន្តិចពីព្រោះចង់ដឹងបាទលោកអូនគង់ណៃស៊ូកន្លែងនឹងខ្ញុំនេះក៏បែបដូចជាត្រង់ភ័យប៉ុន្តែសុំឆ្លើយជាលំអានតាមបុរាណថាមានភព3បាទស្ដាប់បានរនៅលោកអូនណៃឆ្លើយថាភពនោះវាមាន3លោកប្អូនណៃតើព្រមដែរឬទេប៉ុន្តែកុំអោយមានការសង្ស័យថាភព3ក្រែងនៅនឹងខ្លះក៏គេយល់អីចឹងថាភព3នឹងគឺវានៅរាល់ថ្ងៃហើយចង់ដឹងជាក់ស្ដែងវាមានភពវិញវាមានភពខ្លីតែភពទាំងនេះមិនប្រសើរអីសូមជម្រាបដល់លោកប្អូនណៃថាមានភព3មិនភានភពនឹងទេថាបានទេបាទបើស្ដាប់បានខ្ញុំឆ្លើយទាំងប៉ុន្មានបើវត្រូវឬមួយជាខុសសូមប្អូនបញ្ជាក់វិលវិញមកចោថា3ភពនោះព្រមដែរឬអីបើព្រមថាព្រមបើមិនព្រមថាមិនព្រមប៉ុន្តែកុំអោយច្រឡំអាភពក្រមហ្នឹងហើយហាមឲ្យហាមទៀតបងប្អូនណាបាទព្រោះខ្ញុំនឹកអាណិតដល់លោកបងអៀងពីព្រោះគាត់មកជ្រៀងហ្នឹងខ្វះយាយមានដូចយើងទេរាល់ថ្ងៃកំថានឹងអីក្រែងលបងអៀងគាត់សង្ស័យបោះជាបៃទៅរត់ថ្មីទៀតទេបើព្រមថាព្រមមិនព្រមថាមិនព្រមបាត់ថាល្មមក៏យកទៅនេះខ្ញុំក្រាន់តែឆ្លើយតម្រូវថាเราមានភពនឹងវា3អូនអើយប្អូនតើត្រូវដែរឬអីសូមជើញលោកប្អូនចាប់ជាបៃបន្តសម្ដីមកចង់ដល់ប្អូនអើយ
បងកំពូលពេជ្របានរៀបរាប់សັບគ្រប់ពីរឿងភពបងថាមាន3ខ្ញុំបាទក៏មិនយល់លៃទាស់ភព3ហ្នឹងគឺថាត្រូវទាំងអស់ក៏ប៉ុនចង់ដឹងឈ្មោះភពទាំង3ទី1សូមបងជំរាបឲ្យសន្តានបានជ្រាបឈ្មោះភពអីទី2ឈ្មោះអ្វីភពទី3ឈ្មោះអ្វីដែរជំរាបប្រាប់ខ្ញុំទៅភពមាន3ខ្ញុំក៏មិនយល់ទាស់គឺបងឆ្លើយត្រូវអត់មានតំដោះក៏ប៉ុនចង់ដឹងឈ្មោះភពទាំង3ទី1ទី2សូមបងឆ្លើយដល់ទៅទី3បើចឹងដាក់ហប់ឲ្យបងចាប់ជាបៃរាប់ឈ្មោះទាំង3ភពទាំង3ឲ្យខ្ញុំដឹងអីអើយរាប់ឈ្មោះភពទាំង3ឲ្យខ្ញុំដឹងបាញ់មិញគ្រាន់តែរៀបរាប់ពីរឿងនៃភពឥឡូវចង់ស្គាល់បាទខ្ញុំមិនដឹងក៏មិនខ្វាយខ្វល់សូមលើកជូនជាដំណឹងអូនអើយលោកអូនណៃភពទាំង3បងអូនចង់ដឹងទេបាទចង់ដឹងភពចង់ដឹងភពទាំង3ហ្នឹងឥឡូវខ្ញុំមិនដែរសូមជូនដំណឹងភព3ហ្នឹងគឺវាមានឈ្មោះទី1ហៅថាកម្មភពបាទទី2ក៏សូមគោរពហៅថារូបភពណាលោកប្អូនណៃនេះគឺជាភពទី2ចំណែកបែកខាងភពទី3តាមក្នុងធម៌ព្រះចិនស្រីព្រះអង្គហៅថាអរូបភពមានឈ្មោះខុសគ្នាអីចឹងតែប៉ុណ្ណឹងស្ដាប់បានឬនៅអើយបើខុសថាខុសត្រូវថាត្រូវអញ្ជើញមកចោះបងអូនស្មានណៃខ្ញុំរាប់ប្រាប់ទាំងអស់អំពីរឿងឈ្មោះភពទាំង3បើខុសថាខុសត្រូវថាត្រូវកំណៅស្រៀមអីសុំចាប់ជាបៃបន្តទៅទៀតđờiហើយអើសុំចាប់ជាបៃបន្តទៅទៀតបងហើយបងកំពូលពេជ្រប្អូនចាំមិនភ្លេចឈ្មោះភពទាំង3បងហើយឈ្មោះភពទាំង3ទី1បងក៏បានគោរពប្រាប់ខ្ញុំថាទី1ហៅថាកាមភពទី2រូបភពប្អូនស្ដាប់បានអត់សង្ស័យទី3អារូបភពបងឆ្លើយគ្រប់ត្រូវទាំង3បងប្អូនចិត្តនៅកើតសង្ស័យសួរម្ដងទៀតចាំបកលឲ្យបងអៀងគាត់ចាប់ជាបៃភពទី1ហៅថាកម្មភពសូមបងជំរាបប្រាប់ឲ្យគ្រប់តើមានប្រមាណជាន់សូមបងស្ដីមានមួយជាន់ឬ2ជាន់ឬ1 3ជាន់សូមបងស្ដីមានប្រមាណបងចាប់ជាបៃកម្មភពនឹងណានិតប្រោសថ្លៃតើវាមានប្រមាណជាន់អីភពកម្មភពនឹងមានប្រមាណជាន់ឆ្លើយបានពីវគ្គឥឡូវធ្លាក់ដល់មកឲ្យរាប់ទៀតអីយ៉ា
លោកអូនចំជាមានស្នៀតមិនគុំគួរអាចបាលីមកសួរអ្នកច្រៀងគ្នាចេញពីណាមិនដែលបានធ្វើឲ្យចាមួយថ្ងៃប៉ុន្តែសួរឲ្យដោយការសង្ស័យត្រូវតែឆ្លើយឲ្យប្អូនកុំភ័យអារឿងខុសត្រូវនៅតែមិនទាន់ដឹងអីព្រោះអាចារ្យបល័យនៅក្បែរប្អូនបារាប់ពីកម្មភពឲ្យគ្រប់គ្រាន់11ជាន់នៃលោកប្អូនប្រុស11ជាន់គឺកម្មភពបីមានប៉ុណ្ណោះវាច្រើនខាងដែរមិនមានតិចអី11ជាន់គឺកម្មភពតែខ្ញុំមិនទាន់រាប់គ្រប់គ្រាន់តែសរុបដោយខ្លីៗពីព្រោះខ្ញុំស្ដាប់បានថាមានប្រមាណខ្ញុំ20ឥឡូវប្រាប់ថា11ជាន់សពថ្ងៃនៅប្រុសថ្លៃស្ដាប់បានដែរឬទេបបព្រមថាព្រមមិនព្រមការឲ្យអោខ្ញុំអីនៅជាងអញ្ចឹងសូមឆ្លើយជំរាបអូនតែប៉ុណ្ណឹងបើសួរវែងឆ្លើយវែងសួរខ្លីឆ្លើយខ្លីបាទពីព្រោះពេលនេះជាពេលកាត់ប្រាំងអាទិត្យបើកភ្នែកសំយងសណ្ដៅដីតលូអាទិត្យដេចបាត់ស្ងាត់ក្នុងព្រៃយើងសង្ឃឹមអីប្រកាសជារាវផ្លូវអើយអូនហើយបន្តទៅទៀតទៅអើយបងកំពូលពេជ្រថាមិនដែលធ្វើអាចារ្យមួយថ្ងៃហេតុអីគង់ណៃមកសួរអញ្ចឹងបងគ្រាន់តែនិយាយឆ្លើយមកប៉ុណ្ណឹងក៏បងរាប់ប្រាប់អត់ទៅទុកអីអូនណៃអើយស្ដាប់ទាន់មាន11ជាន់ប៉ុន្តែខ្ញុំចេះតែសង្ស័យ11ជាន់នឹងបងរាប់សង្ខេបមួយអីឲ្យគ្រប់ដោយ11ជាន់ខ្ញុំក៏លេងសង្ស័យបកលអើយបងអៀងក៏សួរម្ដងអីរាប់ទាំង11ជាន់ឲ្យខ្ញុំស្ដាប់ផងប៉ុណ្ណឹងហើយនៅតែមិនគ្រប់គ្រាន់ឲ្យរាប់តាមជាន់គ្រប់ទាំងអស់អូព្រោះខ្ញុំដឹងថា11ជាន់នឹងស្អីខ្លះណាស់ហើយបថុយរាប់បន្តិចទៅចុះបើត្រូវឬខុសកុំអន់ចិត្តអីគេរាប់1រហូតដល់10ថែម1ទៀតគេថា11ហ្នឹងហើយនឹងខ្ញុំគ្រាន់តែជួយទេលោកប្អូនណៃតែបើថា11ជាន់ចង់ឲ្យខ្ញុំឆ្នៃក្រែងពេលខ្លីរាប់មិនទាន់ទេណាហើយបើថយចុះអាត្រូវឬខុសសូមចាំស្ដាប់បាទគេហៅថាភពបល័យហៅថាប្រវាំងកៈមានកត់ទុកស្រាប់ជាអង្គនៃភពសត្វដតីដែលទៅយោងយកកំណត់ទៅតាមផលទៅតាមនិស័យអ្នកណាធ្វើល្អបានអាយុវែងអាណាធ្វើខុសបានអាយុខ្លីលាក់បាំងធ្វើអីអាហ្នឹងដូចគ្នាទេភពទី1គេហៅថាភពសត្វនរកប្រយមបបាលចាប់យកទៅគក់ប្រមាណ10000ឆ្នាំដែលឲ្យមករៀលអីភពទី2ជាភវាំងកៈភពរបស់សត្វប្រែតប៉ុន្តែកន្លែងហ្នឹងចង់មកជាឲ្យដឹងហេតុព្រោះច្បុកច្បល់ខ្លាផ្នែកយាយដែលលោកទេសនាថាបេតបុគ្គលនឹកឃើញថានឹងប្រែតហើយដែលដឹងរៃអានេះជំរាបឲ្យត្រង់ទៅយាយបេតបុគ្គលកុំអោយឆ្ងល់អីបានន័យថាអ្នកដែលបានចែកឋានប្រែតនោះជាសត្វមកពួកឆ្លងពីនរកបបេះគ្នាអញ្ចឹងបាទម្ដងមកគ្រាភពទី2គឺប្រែតវិស័យតាំងជាភពបាយទី2ឥឡូវឈានចូលភពទី3លោកបានពោលពីយូរថ្ងៃថា
គឺវិស័យអសូរកាយជាន់ទី3ហើយជាន់ទី3ភពទី4ដេរិឆានខ្ញុំសូមអានដោយសង្ខេបភពទី5ប្រសើរមកបែបគឺជាភពរបស់មនុស្សលោកីដែលបានកើតមកជាមនុស្សស្គាល់ត្រូវស្គាល់ខុសស្គាល់10 20បើស្គាល់ថានេះប្រុសអានេះស្រីព្រោះអីវាមានខុសគ្នាទី5ភពមនុស្សបាទមានស្រីមានប្រុសមានខ្ទើយលេផងអូយូរឃើញខ្ទើយម្ដងបកេះឆ្អឹងខ្នងថាកេះទៅឥឡូវខាងលើសុំសរុបគម្រប់ឲ្យគ្រប់11ដល់ប្អូនស្មានណៃបាទបាញ់មិញឃើញ5ហើយមនុស្សលោកី6ខាងលើសួរគាលីប្អូនណៃអើយរួមគ្នាទៅត្រូវ11ភពពេគឺទេវតា6ជាន់មិនទាន់ស្ងប់រលត់កិលេសวันเราเมียนชาเราไว้เมียนแปรวันเราเมียนจามว่าเมียนตัวกรรมโดยมนุษย์โลกไกโดยชนะขนองเนียมจะกรรมมาพบกรรมนั่นคือจีเอาไว้สดแต่ประกอบการเงียดตีโปรไอกะแลนวันจุ่มที่หาวตะกรรมมาพบ11จวนอ้อมบ้านปราบรองมวยว่ามันปราบเตะขนมนึกปลุยประกอบจะดังดอลเทียดอัดคานไอ้mình bàn pramตรึมพบมันดูเราดอลทานเตียวโลกย่อนอนกรอมกีทานไอ้หาวทานจักโตมหาเรียจกาตีปีดาวตังซาจ่อตีใบหาวทานเยี่ยมเมียตีบุญนำเมียนอะไรไตตีบุญดอกสัตว์ตีปรามนเมนารไตตีปมวยประนิมิตตะวะสะวะไตรวมสกัดเมียนปมวยจวนมอกรวมหนังปรามปานกรุบครันเสเลกบอกเคยดอกมวยหายกุมปลุยเปดตาตะนังเต้าหรือข้อชลายมาวิ่งจ่อหลบโอนเมียนไหนบาสันจะเมียนกาสองไซใครจะเรียงทำไมให้จองสู้ได้แรงจะเรียงทำไมจังเจงสำได้ปังอูดเกได้บองเอ๋ยบองปรองชลายมันขอบโอนยุลปรวมหายกามมาพบบองบานชลายเมียดดอกมวยชวนบองบานในเรียสิกระไดยังปีในรถยังไงปีแปดโลดมาดอลลาโซระกายดอลมันดูโลกยืมต่างลายหล่อโคตรดอลเจ้าขังเลือบ่มวยชวนเทียดบองบานสะใดบ่จังขยำเลียงสองกากระบองเสาเอียงเมียนสองไซบ่จังสมบองจับจะไปดำใบสะสู่ตะบองกมปูลไปเกยไอ้สะสู่ตะบองกมปูลไปเจยรีบรบมันตอบขยมบาดสมกรุบสันรู้ยังเกียรติขมายมันเป็นเกียรติจันเราจะกรบกุลรัตนตรัยพระพุทธพระทอพระสงฆ์ทั้งใบพระองค์โลกกรุงโนจิตตาจะไปบ
បាទចឹងខ្ញុំសូមវិជ្ញេកអើយទៅតាមនៃលើកហាត់គោរពដល់ព្រះសង្ឃសិនអើយហើយអើយព្រះគុណអើយគ្រប់អង្គព្រះអង្គលោកចាំស្ដាប់ហើយលោកនៅគង់ចិត្តបង្កាយព្រមទាំងប្អូនពេជ្រប្អូនណៃចំណែកបងប្អូនអើយស្រីប្រុសស្ដាប់ខ្ញុំចុះខ្ញុំនេះទៀនស្ដីពីព្រោះថ្ងៃមុនគាត់សង្ស័យចោះតាจะไปហេតុអីក៏ដាក់ឈ្មោះកំពូលពេជ្រអើយឈ្មោះនឹងឈ្មោះអស់ចាជាឈ្មោះស្ដេចឆ្វានៅក្នុងព្រៃអើយបាទព្រមមិនថាអីទេបាទចឹងបងប្រុសហើយបងស្រីព្រមមកប្រគុណជាទីថ្លៃថ្លាកំពូលពេជ្រហ្នឹងមិនមានឈ្មោះកំណើតកត់អីឈ្មោះស្ដេចស្វាព្រៃបកែអស់ចាឥឡូវពេជ្រនេះពេជ្រសង្ហាពីរឿងថអាឲ្យសួរតាមចិត្តអើយឥឡូវប្អូនគង់ណៃគាត់ឈប់អាឡ័យសួរពីទី1អេគាត់ឆ្លើយហើយមិនអោយព្រួយរៀបបីរាប់អស់សាច់ក្តីឥឡូវសៅអៀងខ្ញុំមិនបាទក៏សង្វាត់ចង់សួរតាមសេចក្តីអូនសួរទី2ហើយឆ្លើយស្បសេចក្តីឥឡូវតាជាបីចង់សួរពីទី2អើយអូនណាយប្អូនកំពូលលេខពេជ្រជុលអ្នកឆ្លេចប្រាប់ខ្ញុំមិនដឹងពីព្រោះខ្ញុំសង្ស័យណាស់រឿងហ្នឹងចង់សួរពិភពទី2បន្តសេចក្តីជូនប្រដេចប្រគុណណាយត្រៀបត្រាបងត្រូវតែចាប់ទៅបីឆ្លើយភពទី2នោះមានន័យតើបកសេចក្តីយ៉ាងណាខ្លះអីអើយអើយប្អូនណាយឆ្លើយឲ្យបានច្បាស់កើយបាទតាមខ្ញុំដឹងដំណើរលបងបែបគាត់ថ្លង់មកស្ដាប់មិនបានដំណើរសួរនេះនៃដូចជាស្មានឲ្យខ្ញុំអានមិនដឹងអានអីខ្ញុំប្រាប់ថាភពទី2ឈ្មោះរូបភពហើយនៅប្រងថ្លៃបបប្រាប់ហើយមិនក៏សួរសាយទៅថ្មីឬមួយមិនលឺសំដីខ្ញុំទាំងជាបៃច្រៀងជូនអ្នកអើយប្រាប់ថាភពទី2មាននាមថារូបភពលប្អូនស្មានណៃគេសួរហើយគេរាប់ឲ្យគ្រប់ឥឡូវបងសួរភពទៀតទៅអីពីព្រោះភពនឹងខ្ញុំបានរាប់ប្រាប់ទៅដល់បងថាមាន3ឥឡូវសួរថាភពទី2គឺជាអ្វីនៅតែនិយាយរូបភពអត់ដែលហើយមើលបងអៀងអ្នកចម្រៀងដែលហ៊ានសួរមកទៀតមកក៏មកយូរតំណាដែលបងសង្ស័យពីព្រោះខ្ញុំរាប់ថារូបភពជារូបទី2អរូបភពជាភពទី3ឥឡូវភពទី2បបងប្អូនសង្ស័យចង់ឲ្យខ្ញុំកែខ្ញុំឆ្នៃមានឆ្ងល់អ្វីសួរមកទៀតចុះហើយមានឆ្ងល់អ្វីសួរមកទៀតចុះហើយអើយអូនណៃ
យប្អូនកំពូលពេជ្រប្អូនឆ្លេចពិភពទី1ប្អូនណៃសួរហើយក៏អត់ដីព្រួយឲ្យលោកខ្ញុំឆ្ងល់បន្តសេចក្ដីខ្ញុំឆ្ងល់ហើយពេញទីចុះភពទី2អារូបពិភពឲ្យប្អូនស្ដីឲ្យបកចាញ់ពីបល័យអារូបពិភពត្រូវប្អូនលៃឆ្លើយឲ្យច្បាស់ហើយព្រោះការសង់ឲ្យសៃមិនអស់អាឡ័យបានជាសួរទៀតអើយបានជាប្អូនធំឆ្លាក់ឆ្លៀតត្រូវតែប្អូនចាប់ចាប់បៃបើចឹងសួរឲ្យចប់លះឲ្យប្រផុតឲ្យប្អូនឯងឆ្លើយដល់ទី3ឲ្យបកចាញ់ពីបល័យប្រុសក៏អើយប្រុសថ្លៃឆ្លើយដល់ទី3ចប់សេចក្តីអាលយើងវិលទៅវិញបងសៅអៀងសួរអញ្ចឹងបងក៏ពូលពេជ្រគាត់ពិបាកឆ្លើយកម្មភពបងជំរាបឲ្យមាន11ជាន់បងសៅអៀងស្ដាប់បានមិនសង្ស័យឥឡូវខ្ញុំចង់ឲ្យបងកំពូលពេជ្របញ្ជាក់រូបភពនឹងវាមានប្រមាណជាន់ដែរសូមប្របងស្ដីអរូបភពមានប្រមាណជាន់ទៀតបងទុកទៅអីចាប់ជាបៃឆ្លើយជូនសណ្ដានអើយអីមានប្រមាណជាន់ទៀតឆ្លើយជូនសណ្ដានសាធុអាយុវណ្ណៈសុខាវៈលៈពោ4វគ្គជូលមានដល់ប្អូនសាធុបើសួរចឹងខ្ញុំដឹងខ្លួនរៀបចុងជួនសាជាថ្មីបើសួរដូចលបងអៀងប្របាក់កាច់រៀងណាស់ម៉ោង3អឡូវចំណាយបែកប្អូនណៃក៏ជួយសង្ស័យជាមួយបងអៀងដែរមិនចឹងបាទថាខ្ញុំដឹងរឿងជាន់ប្រភពមានដល់តែ16ជាន់ឥឡូវរៀបរាប់ឲ្យបានគ្រប់គ្រាន់ចាប់រាប់ឲ្យសុំឲ្យរាប់ម្រាមដៃពីព្រោះបើថា1ឲ្យចេះ2ឲ្យចុះ3ឲ្យចុះ3ឲ្យចេះដល់ឲ្យរាប់របៀបនេះវាវល់តែរាប់ទីនេះទីនោះដូចជាមិនគប់3បើចឹងចាំស្ដាប់ទៅចុះខ្ញុំបាទនេះសូមជម្រាបដល់លោកប្រុសដែលមានកិច្ចការសង្ស័យថា16ជាន់ស្ដាប់ឲ្យតាន់គឺវាមានន័យក្នុងនាមកពូលពេជ្រមិនមានអាចារ្យទេតែអានបាលីដើម្បីឲ្យស្ដាប់បានទាំងអស់គ្នា16ជាន់ស្ដាប់ឲ្យតាន់ហៅថារូបភពបកស្រាយអស់ហើយដឹងសពគ្រប់រូបភពគឺជារូបអ្វីភពដែលមានរូបគឺជាពួកព្រំមេធំធំជាងភ្នំដំរីមាន16ជាន់ឯនោះលោកបងអៀងនិងលោកប្អូនណៃចាំស្ដាប់ជាបៃខ្ញុំលោកលៃរាប់ជូនទាំងអស់បាទមានព្រំបរតជាព្រំបរោហត្តាមហាព្រំមេបរតភិបប្រមានីភិបបសារាបរតសភិសភកណកាវេហបលាសញ្ញសតាអវេហអតបាសុតសាសុតស័យកនិតកាខ្ញុំប្រាប់ថារៀបរាប់ម្រាមហាត់ថាស្រាប់តែអង្គុយនៅក្តាប់ដៃឲ្យខ្ញុំច្រៀងផងខ្ញុំរាប់ផងព្រឺឆ្អឹងខ្នងណមងហើយវៃ
នេះហៅថារូបភព16ជាន់ណាលោកបងអៀងលោកអូនណៃខ្ញុំឆ្លើយនឹងព្រមដែរឬអីមើលនៅប្រោះថ្លៃចាប់ចាបៃទៀតមកចោះកើយហើយអើងអើយសូមចាប់ចាបៃមកទៀតចោះអើយនេះចំជាកំពូលពេជ្រប៉ិននេះឆ្លេចខ្លាំងណាស់កើយអើយព្រោះអ្នកប្រាជ្ញចំណន់នេះចាស់គាត់ចេះអស់គ្មានសល់អ្វីខ្ញុំអើយគុណហើយលោកអូនអើយបានឆ្លើយដោះអស់សេចក្តីខ្ញុំស្ដាប់បានហើយក៏មិនសង្ស័យអ្នកឆ្លើយសពគ្រប់សេចក្តីជាបៃខ្ញុំបាទសុំគ្រប់អ្នកកើយនេះហើយក៏ហៅថាអ្នកចេះអ្នកមានចំណេះពីរឿងសាច់ធបានឆ្លើយហើយខ្ញុំអបអត់មានខុសមិនតិចអីខ្ញុំអរគុណណាស់ប្អូនណៃបានដោះស្រាយសពសេចក្តីឥឡូវម៉ោង4កន្លះហើយប្រុសថ្លៃយើងអ្នកจะไปគិតយ៉ាងណាព្រោះព្រះជាគុណអើយព្រះអង្គនៅរងចាំបើចឹងយើងទាំងពីរទាំង3អ្នកឆ្វេងអ្នកស្ដាំតើយើងគិតទៅផ្លូវអីម៉ោង4កន្លះហើយប្អូនអើយសូមជ្រាបសាច់ក្តីព្រោះយើងនៅឆ្ងាយហើយពេកក្រៃតើប្អូនគិតលៃទៅផ្លូវណាអីអើយអើយប្អូនណៃគិតលៃទៅផ្លូវណាសូមអភ័យទោសបងប្រុសព្រោះលឺសំដីលោកប្អូនស្មានណៃឲ្យបញ្ចប់អើយគាត់ពោលថាឲ្យខ្ញុំរាប់ឲ្យបានគ្រប់ភពទាំង3ឥឡូវទៅតែបាន2នៅសល់1ទៀតណាណាប្រត់ថ្លៃកូនណាចង់មិនបាច់ចាំសួរទៀតអីបងប្អូនណៃសួររួចស្រេចមកហើយអើយការកត់ត្រាឲ្យចងចាំឆ្នាំទុកបន្តទៅមុខកុំឲ្យសេះសល់ព្រោះបងប្អូនទាំងពីរនាំគ្នាឆ្ងល់មកប្រឹងចង្កត់ខ្ញុំញ៉ាំងចបៃខ្ញុំមិនដែលបួសរៀនឯណាហើយមិនដែលធ្វើអាចារ្យគេមួយថ្ងៃប៉ុន្តែបើរឿងផ្សំគុំប្រោះហើយនឹងស្រីទុកដាក់លើដៃអាកពូលពេជ្រចោះអើយសូមបញ្ជាក់ជូនភពទាំង3ដែលម្លេះហៅថាអរូបភពទេបាទចឹងខ្ញុំបករណាសូមគោរពបខុសត្រង់ណាសូមប្រគុណព្រះករណាមេត្តាខន្តីចាំទៅវិញជួយបំពេញខ្លះកាយលោវខ្វះតាណាតណៃណាបងណាបាទរីឯអរូបភពជាភពទី3តាមធម៌របស់ព្រះចិនដល់ស្រីថាមានទីនៃដល់ទៅ4កន្លែងមាន4ជាន់ស្ដាប់ឲ្យតន់ណាបងប្រុស4ជាន់នោះប្រាប់ឈ្មោះកុំឲ្យមានការសង្ស័យតែមិនប្រាប់ឈ្មោះមុខទៅសួរទៀតសពភ្នែកព្រាតដល់អំពឹងអីអរូបភពទាំង4ជាន់ជាភពគ្មានរូបតែមានន័យថាហេតុអ្វីបានជាមានភពអើយទី1ហៅថាកាសនញ្ចាយតនៈទី2
2វិញ្ញាណញ្ចាយតនៈទី3អកញ្ចញ្ញាយតនៈទី4និវៈសញ្ញានិសញ្ញាយតនៈគេទេបាទរូបភពមាន4ឋានៈនេះសូមអានជាបាលីអរូបភពថាមានភពហើយតែគ្មានរូបមានមើលឃើញដូចទៀនដូចធូបឬឃើញដូចលបងអៀងជក់បរិយគ្រាន់ឲ្យសញ្ញាឲ្យបានដឹងវិស័យដូចខ្យល់បក់យើងអញ្ចឹងឬមួយក៏សម្លឹងមើលពលឺថ្ងៃដែលឲ្យដឹងថាភ្លឺឬងងឹតនេះជារឿងពិតហើយនៅថ្លៃប៉ុន្តែខ្ញុំដូចជាមានកិច្ចឆ្ងល់ខ្លះមានចាស់ខ្លះគេសង្ស័យគេថាបើគ្មានរូបអីគឺអានឹងនិព្វានអត់ទេតែមានភពហើយបើមិនមានរូបក៏នៅដងប់វិញដែរកុំអួតថាឯងប្រកែរហូតអីពាក្យហៅថានិព្វានគឺគ្មានភពអត់មានថ្ងៃអត់មានយប់អត់មានរូបអត់មានរាងអត់មាននិស័យរលត់ឈឹងអត់ពលឹងអត់ប្រលះអត់មានមីនាងចាំផ្ទះវាមិនខុសពីស្មៀនទាំងអីនោះមែនទេបាទដូច្នេះព្រះសម្មាសម្ពុទ្ធអត់យកតែដឹងថានិព្វានអីសូមជម្រាបតាជម្រាបយាយកុំអោយសង្ស័យថារូបភពនោះគឺនិព្វានអោយតែថាមានភពអត់និព្វានទេនិព្វានក៏អញ្ចឹងដែរអត់ភពទេកុំឆ្ងល់ទៀតអីប៉ុន្តែនិព្វានស្រុកយើងនេះអោយតែរត់ភ្លើងទុកនិងភ្លើងកលេសហៅថានិព្វានហើយម្ចាស់ថ្លៃมันបាច់យោងយកនិព្វានទៅមុខឲ្យតែរលត់ភ្លើងទុកភ្លើងកលេសអត់មានពិតភ័យបើអស់ពីមុខនឹងហើយទៅព្រួយអីបាលីលោកថានឹងនិព្វានហើយព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គដឹងច្បាស់ថាតនេះមិនមាននិព្វានអីប្រគុណអើយតែពូលមកថាភពមានរូបអត់រូបក៏មិនគិតអីតែមានភពដល់ដែលមានចំណែកប៉ុន្តែអាយុវែងលៃគង់តែអស់បុណ្យនោះរូបភពកុំពឹងអីមុខតែធ្លាក់ដីមកជាមួយយើងវិញប៉ុន្តែយូរมันខុសពីថ្ងៃរះហើយលេចវត្តនឹងសុំជូនសង្ខេបមួយម៉ាត់ប៉ុន្តែបើឲ្យអានជាបាលីរបស់ព្រះសម្មាសម្ពុទ្ធដែលបានកត់ទុកពិតប្រកបនៅប្រាជ្ញលោកខំប្រឹងកែច្នៃវាឃើញថាយូរពេកព្រោះយូរណាស់ក្រែងលោកខ្វះតណាតន័យបើចឹងកំពូលពេជ្រខ្ញុំបកករណាសូមអនសិរស័យស្វាយបង្គំប្រដេជគុណដែលគង់ចាំវសានៅវត្តទាំង3សូមអធិស្ឋានដល់ខ្ញុំព្រះករុណាផងទោះបីជាស្អាតឬមួយមិនស្អាតពីរោះឬមួយមិនពីរោះអេព្រះគុណអើយទឹកប្រតិហើយអត់ទោសដល់ខ្ញុំប្រកករណាទាំង3ព្រោះធម្មតាកាមនុស្សចាស់មុខតែខ្វះតណាតន័យកាលពីក្មេងវវែងលេខដល់ចាស់រួញខ្លីស្រែកចង់ចេញបើចឹងខ្ញុំកណាសូមវន្ទាថ្វាយបង្គំលាទាំង4ព្រះអង្គអើយខ្ញុំក៏ណាទាំង3អ្នកប្រសក់បដិជគុណទាំងអស់ជាប្រសង់សូមលើកអញ្ជលីក្បង់ក្រាបសិរស័យការត្រូវខុសសូមទ្រង់មេត្តាអត់ទោសក្នុងខ្ញុំបកករណាទាំង3សូមសង្ខេបហើយរឿងជាបៃព្រោះនេតិខ្លីណាស់មីងសូមលោកប្អូនណៃបញ្ចេញសម្ដីហើយចាំបកលឲ្យលបងអៀងយើ
យើងអ្នកច្រៀងទាំងអស់គ្នាត្រូវវន្តាត្រូវគោរពឲ្យបានសពគ្រប់កុំឲ្យថាឲ្យឆ្លើយរាប់តែជប់ច្រៀងធ្វើឯងបង្ងើយគ្មានសួរសុខទុក្ខអ្នកណាណីតែមុននឹងបងប្អូនចេញមុខខ្ញុំសុំលើកបកលាទុកក្រននឹងប្រគុណពិចារណាក្នុងទឹកប្រដីសូមឲ្យបដិជគុណគ្រប់អង្គមានព្រះសុខភាពដ៏បរិបូរណ៍អាយុយឺនយូរកម្លាំងខ្លាំងក្លាប្រាជ្ញាឆ្លៀវវៃដែលខំក្រេបជញ្ជក់នៅធរវិន័យបើកសភៅអីឲ្យចាំសភៅហ្នឹងនេះហើយគង់តែពេលក្រោយជួបព្រះអង្គទៀតទៅបញ្ចប់ខ្ញុំបកករណាសូមបកើនពោទាំង4ប្រការអាយុវណ្ណៈសុខៈពលៈសូមដែលគុណបានជួបដោយក្តីប្រាថ្នាព្រមទាំងសម្បត្តិ3ទី1សម្បត្តិមនុស្សលោកទី2សម្បត្តិទេវតា3គឺនិព្វានដល់ប្រពៃសូមបដិជាប្រគុណទាំង4ព្រះអង្គមានឫទ្ធិដោយរាសីប្រកបជោគជ័យគ្រប់ពេលវេលាហើយប្រកបជោគជ័យគ្រប់ពេលវេលាកពូលពេជ្រហើយសៅអៀងខំបច្ចេញរៀងជាមួយប្អូនណៃអើយយើងទាំងពីរអត់មាននិស័យប្អូនក៏បានដឹងហើយរាបដិជាគុណទាំង4ព្រះអង្គបតីឲ្យខ្ញុំលោកជ្រះថ្លាបានយកចំណីវត្ថុណាយកមកឲ្យប្អូនណៃចំណែកសៅអៀងហើយនឹងប្អូនពេជ្រអើយច្រៀងមិនតិចជាងកន្លះមកប្រឹងទល់ខ្នងឲ្យកោងខំច្រៀងអាចបៃប្អូនណៃគេមានសម្បត្តិតែយើងទាំងពីរនាក់នឹងបានអីដល់កូនកពូលពេជ្រគេមានស្អីចំណែកសៅអៀងអត់មានអីលីតែចបៃដេកអបរលយប់អើយគុំសាប់មកដល់កម្មអើយកម្មណាស់លោកអូនណៃបើគ្មានស្អីមិនដឹងរំពឹងអ្នកណាអើយគួរឲ្យអនិច្ចាឲ្យខ្លួនចាស់នៅឲ្យសពថ្ងៃគេមានគ្នាកំព្រាទៅសៅអៀងម្នាក់ឯងអោបចបៃហើយបើកុំទៅចាស់ហួសហើយប្រុសថ្លៃសំបីលៃបួសជាមួយភិក្ខុសង្ឃទៀតអើយឥឡូវប្អូនហើយប្អូនកម្មក៏ទៅយាយស្លាប់3ឆ្នាំទៅហើយអើយកាត់ទុកពុំមានស្បើយមិនដឹងជាគិតរំពឹងអីប្អូនហើយប្អូនរលុយលុះប្រាក់បានមិនដឹងជាបកលឲ្យនរណាគេក្តាប់ដៃ
បាក់ចឹងទៀត បាក់បានលុយអត់អ្នកចាស់ទៀត ដាក់ដៃទៅទៀត បើសិនដូចជាប្អូនពេជ្រហើយអូនឯងគេមានស្រីសម្រាប់ទុកដាក់អើយ ចូលសាត់ដល់ចូល ចុះចាំខុសចេញកំសត់ហ្មង នៅកពើដឹងហើយចឹងតែ កើតមកមិនកំសំរុំឲ្យមាននៅកម្មកាចចង្រៃចង់បាននិយាយដែរក៏ប៉ុន្តែយើងចាស់ហួសនិស័យអើយ ឥឡូវរៀបរាប់មិនតបសេចក្តីខ្ញុំកណាសូមគុណបើកស្វាយបង្គំមិនទាន់សេរស័យសូមលាជាបៃចប់ប៉ុណ្ណឹងហើយសូមលាប្អូនគង់ណៃព្រមទាំងមហេសីនៅអង្គុយចិត្តអើយមើលទៅមកញញឹមមិនខ្ជិប bà hay là nứt sau em tê đắng rây bà dân cho nấu phùm xoay trốn tầm luôn nó phải có chui đất đáy là hai chọc ôn nơi cuồng này bọn xóm lia xâm đây chọc sạch đây và nắng chọc cơ ấy ơi ơi ôn anh ban sạch đây sọc nập ôn pro ơi បើតាមស្ដាប់សម្ដីចំណែនប្អូនណៃដល់2ប្រការទី1ចំណែនប្រកាករណាយយកវត្ថុដតីតាកពូលពេជ្រហើយនឹងលបងអៀងប្រកាសជាអត់បានឃើញអ្វីវត្តយនៅតម្កល់ខាងមុខអ្នកជ្រៀងយបៃបានលើប្អូនណៃគេទាំងអស់ទេ ទី2ផ្នែកខាងនារីគាត់ចំណែនប្អូនណៃទៀតមានមហេសីអង្គុយចិត្តអង្គុយបៀតអត់ចោះចំណែនគាត់ទៅអីទៀតយើងនេះអាយុ88កើតទេអ្នកចម្រៀងដូចគ្នាក្រោយកំថាអញ្ចឹង សម្ដីរវងអៀងបាញ់មិញហ្នឹងខ្ញុំដឹងថាប្រកាសជាចំណែនប្អូនណៃបើចំណែនរឿងសម្ភារៈបតុកមកវគ្គខ្ញុំមិនថាអីមកដល់ចំណែនឃើញគេមានមហេសីរបល់យកអីទៅលើកអារឿងហ្នឹងឥឡូវចេះរបងប្រុសអៀងធម្មតាច្រៀងប្រកាសជាបានលុយមែនទេ លីចបៃចេញដល់ស្ទុយខ្ញុំជួយបន្ថែមចូលភ្លុកផ្ទះម៉ៅយ៉ែមមកផ្ទះ7 8 ដឹងរទេកាលពីយប់ម្សិលយើងបានកិលទៅញ៉ាំចំណីមានក្មេងម្នាក់កាន់កឆេដាក់បង្អែមច្រើនមុខពេកក្រៃម្ដងលើកដៃសុំជើញជួយទិញ អើយលបងអៀងស្រាប់គេគាត់អ្នកចម្រៀងមិនគួអៀនខ្មាស់នារីនឹងស្អាតណាស់សំទាំងជើងសំទាំងដៃសាច់អៀងខ្ចីសបល់បែបសអូចពាក់អាវធុងវាលក៏បញ្ចេញសាច់សយឯងចង់ភ័យស្ងល់លបងអៀងព្រៀងមុខចេញនាងនោះប្រុងដើរទៅវិញខ្ញុំថានាងកុំអាលទៅអី បើចង់ឲ្យទិញជឿខ្ញុំផងហៅគាត់បងក្មួយអើយកុំភ័យស្រាប់ឆ្លើយមកវិញថាបងខ្មោចអីបើអស់ច្បក់បក់ដៃបាត់ទៅហើយអត់មកបងឥឡូវរឿងហ្នឹងអញ្ចឹងទៅចោះកុំចំណែនគ្នាសោះព្រោះរបស់នេះទឹកបន្តិច ព្រះអង្គទ្រង់សណ្ដោម្ចាស់ផ្ទះព្រោះនឹកឃើញច្រើនខ្លាំងណាស់ដឹងថាគាត់ខ្វះអីជាអ្នកពិការគេហៅថាខ្វះចក្ខុប្រសាទពិតជាសម្លេងស្អាតសម្ដីស្អាតអវយវៈមានជើងមានដៃខ្វះមុខចក្ខុប្រសាទឃើញថាមិនស្អាត
គាត់ពាក់វ៉ែនតាភ្នែកក្បីមិនដឹងហ្នឹងបើតាមយើងដឹងទៅបាច់ភ័យឲ្យដាច់ភ្លើងចោះគ្មានគិតអីគាត់ប្រើរឿងដៃហ្នឹងពិតហ្មងបានប្រាប់កពូលពេជ្រអ្នកច្រៀងយបៃថាមិនដឹងហេតុអីអាព្រៃកាន់ដៃវាចេះតែល្វើកដេកលក់សោះអាដៃវាលើកភ្ញាក់ឡើងទៅគួឯងអស់ពីដៃមិនតាន់មន់លងាវខំរៀវរមល់អីហើយចឹងសុំជម្រាបលបងអៀងអ្នកច្រៀងយបៃកុំចំណែនប្អូនណៃព្រោះអីគាត់អ្នកពីរាពីកាហើយអើព្រោះអីគាត់អ្នកពីរាពីកាអើយបងអូនហើយប្រគុណអើយកាលយប់មុននាំខ្ញុំទៅហូបចំណៃកូនគេក្មេងបានឲ្យទូលហាយកមកលុបតល់ដៃចំណែកប្អូនកពូលពេជ្រអើយសង្ស័យចង់ឲ្យតាអៀងលីទិញអីវ៉ាន់គេកុំអោយនៅទំនេរឲ្យគាត់ប្រាប់នឹងគួរអោយខ្ញុំឆ្នៃប្រើនេះប្រើហួហេតុប្រយ័ត្នកើតអេតរត់ចោលចបៃហើយកូនម៉ែយ៉ែមទាំងពីរ3តែអៀងមិនហ៊ានទៅចិត្តអីអូនអើយប្អូនគង់ណៃកពូលពេជ្រចង់ឲ្យខ្ញុំឆ្នៃទៅផ្ទះកូនម៉ែយ៉ែមទៅមិនបានទេព្រោះកូនគេខុសកូនយើងតែហ៊ានប៉ះពាល់ក្តៅដូចភ្លើងខ្ញុំឃើញហើយមួយផ្លេតអេអើយអូនណាអើយកុំប្រាថ្នាប្រយ័ត្នគ្រោះសាអាវាឆ្លងអេតអើយគាត់បង្ហាញនេះបង្ហាញហួសហេតុឲ្យខ្ញុំកោតអេតស្លាប់ចោលចបៃអីអើយអើយពេលនេះសុំចប់ប្អូនណាយអើយប្អូនអើយប្អូនធ្វើមកដាច់យើងមានកម្មមកទៀតយើងជួបគ្នាច្រើនឆ្នាំទៅតែបែកគ្នាប្រហែលឆ្នាំ53កាលពីដើមអូននៅស្វាយទួងបងនៅដើមចង្រៀកតែងតែជួបគ្នាចិត្តរាល់ថ្ងៃហើយលោកបងបែកពីប្អូននៅគង់ណៃទៅនៅថិតស្រុកគេដតីហៅថាស្រុកបវលអូនអើយកើតទុកធ្ងន់ព្រោះអត់ប្រពន្ធមិនដូចអូនឯងអូនខ្ញុំដឹងតែគុណគាត់ណាហើយលោកខំដើរស្វាត់ស្វែងព្រោះខ្ញុំនឹកមិនដែលភ្លេចខំដើរចូលចំណែកប្អូនកំពូលពេជ្រខំឆ្លាយខំឆ្លិចដឹកនាំបន្តិចទៅរកកូនម៉ែយ៉ែមណាយចុងប្អូនណៃបងលាសម្ដីប៉ុណ្ណឹងហើយយើងបានជួបគ្នាច្រៀងឆ្លងឆ្លើយអូនហើយសុំប្រណីយើងជួបគ្នាបានតែប៉ុណ្ណឹងប្រុសព្រលឹងបងសុំលាសម្ដីបើចឹងប្អូននៅឲ្យបានសុខហើយថ្លាថ្លៃទាំងផ្ដន់ប្របី
បងសុំលាថ្លៃទៅវិញហើយអីអើយអើយបងសុំលាអូនទៅវិញហើយ សំអើជឿចោះឲ្យបានសុខ Cần nơi tiết mưa một phút đấy điện lớn.